កាងប្រកេតនាមទៅដល់ព្រះជាម្ចាស់នៃយើងហើយក៏គោរពជំរាបសួរទៅដល់អ្នកបងប្អូនក៏ដូចជាកូនជាទីស្រឡាញ់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គដែលថ្ងៃនេះយើងបានក្រោកឡើងហើយមកដល់ពេលនេះយើងជិតចប់ខែហើយមែនទេសល់តែប្រហែលថ្ងៃទៀតយើងចូលដល់ខែ5ថ្មិចបើកយ៉ាងម៉េចចិត្តឆ្លងឆ្នាំចិត្តដាច់ឆ្នាំទៀតហ៎អរគុណព្រះអង្គអ្វីគ្រប់យ៉ាងដែលអល់អ្នកបងប្អូនទទួលបានពីមួយថ្ងៃទៅមួយថ្ងៃពីមួយពេលទៅមួយពេលគឺសុទ្ធតែជាព្រះគុណរបស់ព្រះដែលព្រះជាម្ចាស់នៃយើងព្រះអង្គបានប្រទានពរឲ្យយើងអាមែនពេលខ្លះយើងអធិដ្ឋានច្រើនហើយការដែលអធិដ្ឋានរបស់យើងខ្ញុំជឿថាអល់អ្នកបងប្អូនចង់បានជាលទ្ធផលមួយដ៏គួរប្រសើរមែនទេក៏ប៉ុន្តែបងប្អូនចាំថារាល់ពេលដែលបងប្អូនអធិដ្ឋានមិនមែនគ្រប់ពេលដែលព្រះអង្គឲ្យយើងទាំងអស់គ្នាបាននៅលទ្ធផលគ្រប់សពបែបយ៉ាងទាំងអស់ទេក៏ប៉ុន្តែព្រះអង្គក៏ឲ្យជាអីគេសម្ភារៈឬក៏ឧបករណ៍ខ្លះដើម្បីឲ្យអល់អ្នកបងប្អូនអាចនឹងទទួលបានព្រះពរដ៏ឧត្តមឧត្តមរបស់ព្រះអង្គអាមែនបើព្រះអង្គឲ្យយើងទទួលបាននៅពេលដែលតាមរយៈការអធិដ្ឋានបងប្អូនជាលទ្ធផលគ្រប់ពេលពេកខ្ញុំជឿថាប្រហែលជាបងប្អូននឹងខ្វិនណាស់បងប្អូនប្រហែលជាអត់អាចនឹងធ្វើអីកើតទេបងប្អូនអត់អាចនឹងដែលដល់ថ្ងៃលំបាកបងប្អូននឹងអាចទទួលយកបានទេក៏ប៉ុន្តែព្រះអង្គឲ្យជាឧបករណ៍ឲ្យជាសម្ភារៈដើម្បីអាចឲ្យបងប្អូនបញ្ចេញកាយវិការខ្លះបញ្ចេញគេហៅថាញើសខ្លះដើម្បីទទួលបានជាប្រពោដោយអំណរបន្ថែមទៀតផងដែរអាមែនអញ្ចឹងពេលខ្លះបងប្អូនទទួលបានហើយបងប្អូនមិនទាន់ទទួលបានបងប្អូនសាកបដូរពីការដែលគិតតែលទ្ធផលបដូរមកទៅជាការប្រព្រឹត្តឬក៏ការអនុវត្តម្ដងថាតើបងប្អូននឹងរកឃើញចម្លើយពីព្រោះយើងឃើញថាជាប់គាំងនៅពេលដែលយើងកំពុងតែទទួលបានអញ្ចឹងហើយបានគោលការណ៍របស់យើងដែលជាឪពុកម្ដាយពេលដែលយើងមានកូនយើងអត់ចង់ឲ្យកូនយើងទទួលអ្វីដែលស្រួលពេកទេពីព្រោះគាត់នឹងមិនអាចធ្វើអីកើតអាមែនតែបើយើងឲ្យគាត់ធ្វើសកម្មភាពខ្លះយើងឲ្យគាត់មានចលនាខ្លះខ្ញុំជឿថាប្រហែលជាបងប្អូនសប្បាយចិត្តព្រះនៃយើងក៏ព្រះអង្គដូចគ្នាព្រះអង្គក៏ចង់ឲ្យបងប្អូនស្រួលព្រះអង្គក៏ចង់ឲ្យបងប្អូនមានសកម្មភាពខ្លះនៅក្នុងជីវិតរបស់យើងអាមែនងាកមកវិញនៅថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីនឹងលើកទឹកចិត្តបងប្អូនទាំងអស់គ្នាក្រោមចំណងជើងថាអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬក៏អំណាចនៃព្រះបន្ទូលរបស់ព្រះអាមែនប៉ុន្មានអ្នកជឿថាព្រះបន្ទូលរបស់ព្រះអង្គមានអំណាចសូមលើកដៃបាទខ្ញុំជឿទៅលើព្រះបន្ទូលរបស់ព្រះអង្គហើយព្រះបន្ទូលរបស់ព្រះអង្គនេះពោពេញដោយអំណាចពោពេញដោយអីគេបច្ចេស្តាដែលអាចនឹងបង្ហូរមកដល់យើងអញ្ចឹងបងប្អូនមើលនៅក្នុង slide របស់យើងដែលយើងមានបទគម្ពីរនៅក្នុងព្រះគម្ពីរយូហានចំពុក1ខ1បងប្អូនបានឃើញទាំងអស់គ្នាហើយបងប្អូនបានមានព្រះគម្ពីរបងប្អូនអាចបើកហើយបើបងប្អូនអត់មានព្រះគម្ពីរទេបងប្អូនអាចមើលនៅលើ slide បានហើយបើបងប្អូនអត់ចេះអក្សរបងប្អូនអាចស្ដាប់បានពីព្រោះព្រះអង្គឲ្យយើងគ្រប់សពបែបយ៉ាងណាអញ្ចឹងយើងមើលនៅក្នុងព្រះគម្ពីរយូហានចំពុក1ខ1ដែលមានបន្ទូលថាកាលដើមដំបូងមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងជាព្រះអាមែនចឹងកាលណាដែលយើងនិយាយអំពីព្រះបន្ទូលកាលណាដែលយើងឃើញអំពីព្រះគម្ពីរនោះឯងគឺជាព្រះហើយកាលណាដែលយើងស្គាល់ព្រះក៏យើងបានឮព្រះបន្ទូលរបស់ផងព្រះអង្គដែរអាមែនចឹងសូមអនុញ្ញាតបងប្អូនអធិដ្ឋានសម្រុំចិត្តជាមួយគ្នាមុននេះយើងឲ្យព្រះបន្ទូលបានហូរចូលមកក្នុងជីវិតរបស់យើងសូមការដឹកនាំពីព្រះវិញ្ញាណតោះបិតាជាម្ចាស់ដែលយើងក្នុងព្រះអង្គហើយយើងខ្ញុំអរគុណព្រះអង្គត្បិតនៅថ្ងៃនេះយើងខ្ញុំមានអភ័យឯកសិទ្ធដើម្បីឡើងមកដើម្បីនឹងនាំព្រះវិសាររបស់ផងព្រះអង្គទៅដល់ប្រជាជនរបស់ផងព្រះអង្គដែលមានវត្តមាននៅទីនេះព្រះអង្គឲ្យសូមព្រះអង្គបានដឹកនាំកុំឲ្យអ្វីដែលយើងខ្ញុំបានចែកចាយអ្វីដែលយើងខ្ញុំបានធ្វើនោះគឺជាតាមបំណងគំនិតបញ្ញាយោបល់របស់យើងខ្ញុំឡើយតែសូមឲ្យកើតចេញអំពីព្រះវិញ្ញាណរបស់ផងព្រះអង្គជាអ្នកដែលដឹកនាំព្រះវិញ្ញាណជាអ្នកដែលតម្រង់ផ្លូវយើងខ្ញុំឲ្យអ្វីគ្រប់យ៉ាងពោពេញដោយឫទ្ធាអំណាចនិងបច្ចេស្ដាបង្ហូរមកដោយមានការផ្លាស់ប្រែការផ្លាស់ប្ដូរនៅក្នុងជីវិតដែលយើងខ្ញុំរស់នៅដើម្បីនឹងយកព្រះបន្ទូលព្រះអង្គដើម្បីអនុវត្តនៅក្នុងជីវិតមួយនេះគុណសូមពឹងអាងនឹងការដឹកនាំរបស់ផងព្រះវិញ្ញាណនៅក្នុងព្រះនាមព្រះអម្ចាស់គឺព្រះយេស៊ូវគ្រីស្ទអាមែនអញ្ចឹងកាលណាដែលយើងនិយាយអំពីអំណាចនៃព្រះបន្ទូលរបស់ផងព្រះអង្គដែលយើងឃើញនៅក្នុងព្រះគម្ពីរយូហានចំពុក1ខ1ដែលយើងនិយាយអំពីតាំងពីដើមដំបូងដែលយើងឃើញថា
យើងមានព្រះរួចទៅហើយព្រះបន្ទូលនោះឯងក៏ជាព្រះដែលបង្កើតសពសារពើនៅពេលដែលយើងនិយាយអំពីព្រះបន្ទូលរបស់ព្រះគឺពិតណាស់បងប្អូនព្រះបន្ទូលរបស់ព្រះអង្គគឺមានអំណាចកាលណាដែលបងប្អូនមានព្រះបន្ទូលរបស់ព្រះអង្គកាលណាដែលបងប្អូនចាំព្រះបន្ទូលរបស់ព្រះអង្គបងប្អូនក៏នឹងមានអំណាចដែលរួមជាមួយនឹងព្រះបន្ទូលរបស់ព្រះនោះដែរសូមមើលស្លាយបន្ទាប់ណាបងប្អូនក៏មានអំណាចនៅក្នុងព្រះបន្ទូលនោះឯងហើយពេលដែលយើងមើលនៅពេលដែលព្រះអង្គចាប់ផ្ដើមមានព្រះបន្ទូលណានៅក្នុងលោកុបាទដែលយើងឃើញអំពីការដែលព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គនៅពេលដែលព្រះអង្គបង្កើតផែនដីយើងឃើញថាព្រះអង្គបានធ្វើអីព្រះអង្គគ្រាន់តែមានព្រះបន្ទូលចាប់ផ្ដើមអ្វីដែលកើតមានគឺដីដែលដុះចេញពីទឹកអាមែនអញ្ចឹងដីដុះចេញពីទឹកដោយសារអីគេដោយសារព្រះបន្ទូលរបស់ព្រះអង្គហើយព្រះបន្ទូលទ្រង់ទៀតក៏ធ្វើឲ្យមានអីគេរុក្ខជាតិដុះឡើងមានទាំងផ្កាមានទាំងពពួកសត្វទាំងឡាយក៏រស់រានមានជីវិតនៅក្នុងនោះក៏រួមទាំងយើងផងដែរអាមែនយើងមានវត្តមានយើងមានជីវិតយើងមានខ្យល់ដកដង្ហើមគ្រប់យ៉ាងគឺដោយសារព្រះបន្ទូលរបស់ព្រះអង្គជាព្រះបន្ទូលដ៏មានអំណាចប្រជាស្ដានៅថ្ងៃនេះបងប្អូននៅពេលដែលព្រះអង្គបានមានព្រះបន្ទូលមកកាន់អស់អ្នកបងប្អូនថាចូលឲ្យយើងយកព្រះបន្ទូលរបស់ព្រះអង្គមកអនុវត្តយកព្រះបន្ទូលព្រះអង្គដើម្បីនឹងធ្វើជាការនាំមុខខ្ញុំជឿថាជីវិតរបស់អស់អ្នកបងប្អូននឹងមានអ្វីដុះឡើងដូចជារុក្ខជាតិនៅក្នុងជីវិតដែលយើងមានព្រះបន្ទូលរបស់ព្រះអង្គហ្នឹងតើអ្វីដែលជារុក្ខជាតិដុះនៅក្នុងជីវិតរបស់អ្នកបងប្អូនទី1គឺយើងឃើញការពីសប្តាហ៍ទី1ខ្ញុំបានថាគឺយើងមានអំណររបស់ព្រះអង្គជាអំណរដែលកើតមានដែលមិនចេះបាត់បង់នៅស្នាមញញឹមឬក៏ក្តីសង្ឃឹមទេទោះបីនៅពេលដែលយើងជួបឧបសគ្គគ្រប់កលៈទេសៈណាដែលយើងគិតថាលំបាកក៏ប៉ុន្តែអំណរនៅពេលដែលយើងមានព្រះបន្ទូលរបស់ព្រះអង្គនឹងធ្វើឲ្យយើងទោះបីលំបាកទោះបីឈឺជាក៏យើងនៅតែមានស្នាមញញឹមឬក៏សំណើចនៅក្នុងពេលនោះដែរអាមែនអត់អាចបិទយើងចេញទេពីព្រោះព្រះបន្ទូលព្រះអង្គរស់នៅជាមួយយើងហើយព្រះបន្ទូលរបស់ព្រះអង្គកំពុងតែបង្កើតអ្វីដែលល្អធ្វើឲ្យជីវិតរបស់អ្នកបងប្អូនស្រស់ស្រាយមានផ្កាមានផ្លែមានជីវិតទាំងអស់បានកើតមានឡើងចាក់ចេញអំពីបន្ទុកឬក៏បញ្ហានោះឯងប្រសិនបើបងប្អូនយកព្រះបន្ទូលដែលមានឫទ្ធិអំណាចព្រះបន្ទូលដែលមានអំណាចនោះមកដាក់ក្នុងជីវិតរបស់យើងអាមែនហើយពេលដែលមិនត្រឹមតែបងប្អូនយកមកមានអំណាចកើតឡើងទេបងប្អូនអាចមានព្រះបន្ទូលដើម្បីជាការដែលដឹកនាំជាការដែលនាំឲ្យយើងឈ្នះគ្រប់ទាំងសេចក្តីល្បួងទោះបីសេចក្តីល្បួងកើតឡើងចំពោះយើងយ៉ាងម៉េចសេចក្តីល្បួងកើតឡើងចំពោះយើងយ៉ាងណាក៏ដោយយើងមានព្រះបន្ទូលព្រះអង្គយើងអាចនឹងតតាំងជាមួយនឹងសេចក្តីល្បួងដែលកើតមានឡើងសម្រាប់យើងបានទៀតអាមែនយើងមើលមិនត្រឹមតែពពួកសត្វទាំងឡាយកើតមានហើយមានជីវិតទេព្រះក៏បានបង្កើតផែនដីដោយអំណាចនៃព្រះបន្ទូលរបស់ព្រះអង្គដែរគឺព្រះអង្គដោយទ្រង់គ្រាន់តែបន្តបង្កើតដោយប្រើព្រះបន្ទូលដែលព្រះអង្គបាននិយាយទៅហើយអំណាចនោះក៏បានធ្វើឲ្យមានផែនដីមានត្រីមានសត្វមានពលឺព្រះអាទិត្យដែលញែកចេញពីគ្នាមានយប់មានថ្ងៃបន្ទាប់មកយើងឃើញថាព្រះបន្ទូលនោះឯងគឺស្ថិតនៅក្នុងដៃរបស់អ្នកបងប្អូនដែលជាព្រះគម្ពីរដែលជាលាលិកអក្សររបស់ផងទ្រង់ដែលយើងកំពុងតែកាន់អញ្ចឹងកាលណាដែលយើងបានកាន់យើងចងចាំយើងកត់ទុកក្នុងជីវិតរបស់យើងនឹងមានសំណើមនៃជីវិតហើយយើងមានអំណរដែលកើតឡើងមានពោពេញដោយអំណាចដែលរួមជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គនៅថ្ងៃនេះផងដែរចឹងវត្ថុបំណងរបស់យើងដែលយើងឃើញអំពីអំណាចអំណាចនៃព្រះបន្ទូលរបស់ទ្រង់ថ្ងៃនេះវត្ថុបំណងរបស់យើងសូមឲ្យយើងមើលជាមួយគ្នាថាតើយើងទទួលបានអីទី1នៅពេលដែលយើងមានព្រះបន្ទូលរបស់ព្រះអង្គយើងបានឃើញតាមរយៈព្រះបន្ទូលនោះឯងផ្ដល់ឲ្យយើងមានជីវិតទី2ព្រះបន្ទូលនោះឯងផ្ដល់ឲ្យយើងនៅសេចក្តីជំនឿព្រះបន្ទូលនោះឯងផ្ដល់ឲ្យយើងនៅការចិញ្ចឹមព្រះបន្ទូលនោះឯងសម្អាតហើយព្រះបន្ទូលនោះឯងគឺនាំមកនៅការបំបែកឧបសគ្គហើយព្រះបន្ទូលនោះឯងគឺជាដាវនៃព្រះវិញ្ញាណហើយអំណាចនៃព្រះបន្ទូលនោះឯងក៏ជាជង្គៀងហើយជាពន្លឺដល់យើងផងដែរអញ្ចឹងនេះជាចំណុចទាំង7នៃពេលដែលយើងបានឃើញនៅក្នុងអំណាចនៃព្រះបន្ទូលរបស់ផងព្រះអញ្ចឹងពេលដែលយើងបានអាននៅក្នុងព្រះគម្ពីរយូហានចំពុក1ខ1មិនយើងឃើញថាអ្វីគឺមានឡើងដោយព្រះអង្គហើយព្រះបន្ទូលហើយព្រះគឺតែមួយអញ្ចឹងទេ
ចំណុចទី1ដែលយើងឃើញទាំងអស់គ្នាសូមមើលនៅក្នុងព្រះគម្ពីរយូហានចំពុក6ខ63ដែលយើងផ្ដល់ជីវិតយ៉ាងម៉េចសូមមើលក្នុង slide ជាមួយគ្នាបន្តយូហានចំពុក6ខ63គឺមានបន្ទូលថាគឺជាវិញ្ញាណដែលឲ្យមានជីវិតរូបសាច់គ្មានប្រយោជន៍អ្វីទេឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នានោះត្រូវខាងវិញ្ញាណនិងជីវិតអាមែនអញ្ចឹងបងប្អូនយល់ថាចំស្អីគេដែលជារូបសាច់គ្មានប្រយោជន៍អ្វីបាទជាការពិតណាស់បងប្អូនពេលដែលព្រះអង្គបានសូនបងប្អូនឡើងដោយព្រះបន្ទូលព្រះអង្គដែលព្រះអង្គយកដីព្រះអង្គក៏បានផ្លុំខ្យល់ព្រះអង្គក៏បានដាក់វិញ្ញាណហើយវិញ្ញាណនោះឯងគឺជាអ្វីដែលមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នាមិនមែនរូបកាយរបស់យើងមានប្រយោជន៍ទេមានន័យថាយ៉ាងម៉េចពេលដែលបងប្អូនស្លាប់ទៅរូបកាយនោះនឹងត្រឡប់ទៅជាធូលីដីវិញក៏ប៉ុន្តែអ្វីដែលថិតថេរនៅគឺជីវិតខាងឯវិញ្ញាណឬក៏វិញ្ញាណរបស់យើងដែលព្រះអង្គយកយើងទៅនៅជាមួយនឹងផងព្រះអង្គនៅឯឋានបរមសុខអាមែនចឹងនៅក្នុងព្រះគម្ពីរព្រះអង្គចង់ថាព្រះអង្គផ្ដល់ឲ្យយើងទាំងជីវិតខាងសាច់ឈាមហើយពេលដែលយើងចេញពីផែនដីនេះទៅក៏យើងនៅតែមានជីវិតខាងឯវិញ្ញាណហើយវិញ្ញាណរបស់យើងនោះឯងគឺនៅជាមួយនឹងព្រះអង្គនេះគឺជាអ្វីដែលយើងឃើញនៅក្នុងព្រះគម្ពីរយូហានចំពោះ6ខ63ដែលព្រះអង្គផ្ដល់ជីវិតប្រមាណអ្នកចង់បានជីវិតសូមលើកដៃអញ្ចឹងអ្វីដែលបងប្អូនអាចនឹងទទួលបានជីវិតគឺយើងត្រូវតែស្គាល់ព្រះអង្គស្គាល់ព្រះបន្ទូលព្រះអង្គហើយយើងជឿប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គនោះធ្វើឲ្យយើងមានជីវិតអាមែនបើបងប្អូនចង់បានជីវិតសូមបងប្អូនស្រឡាញ់នៅព្រះបន្ទូលរបស់ព្រះអង្គអាមែនចំណុចទី2ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់អីគេផ្ដល់សេចក្តីជំនឿដូចខ្ញុំបានអធិប្បាយកាលពីយូរណាស់មកហើយថាយ៉ាងម៉េចនៅពេលដែលចំនួនព្រះយេស៊ូវឬក៏ចំនួនព្រះនៃយើងព្រះអង្គយាងមកប្រសូតនៅផែនដីគេឃើញអំពីការអស្ចារ្យរបស់ព្រះអង្គគេឃើញអំពីទីសម្គាល់ផ្សេងហើយគេក៏បានជឿអាមែនក៏ប៉ុន្តែចំនួនយើងនេះយើងអត់ទាន់បានឃើញការអស្ចារ្យអីកើតឡើងទេអ្នកខ្លះជឿព្រះអង្គគ្រាន់តែឃើញអំពីការល្អរបស់គ្រីស្ទបរិស័ទអ្នកខ្លះទោះតែមានហេតុបន្តិចបន្តួចបានកើតក៏ប៉ុន្តែអ្វីដែលសំខាន់គឺយើងបានមានសេចក្តីជំនឿហើយសេចក្តីជំនឿនោះឯងគឺព្រះអង្គបានផ្ដល់ឲ្យយើងមិនមែនយើងជឿដោយឯងទេទោះតែមានអ្វីមួយប៉ះពាល់ជីវិតរបស់យើងអ្វីមួយកើតឡើងក្នុងជីវិតរបស់យើងឬក៏ទីសម្គាល់អីមួយបានយើងទទួលជឿព្រះអង្គមែនទេជួនកាលពេលខ្លះបើយើងគ្មានសេចក្តីជំនឿទេយើងក៏ពិបាកដែរតែព្រះអង្គបានដៅយើងព្រះអង្គបានហៅយើងព្រះអង្គបានអញ្ជើញយើងចូលមកក្នុងសេចក្តីជំនឿដែលព្រះអង្គកំពុងតែប្រទានឲ្យដូចនៅក្នុងព្រះគម្ពីររួមចំពុក10ខ17បានមានបន្ទូលថាដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលរបស់ព្រះអង្គខ្ញុំសូមបញ្ជាក់បន្ថែមថាប្រសិនបើបងប្អូនបាននាំព្រះបន្ទូលរបស់ព្រះអង្គទៅដល់នរណាម្នាក់ឲ្យគេបានឮព្រះនាមរបស់ព្រះអង្គឲ្យគេបានឮព្រះអង្គរាប់យើងជាមនុស្សដែរមានពរពីព្រោះយើងបានជឿយើងមានសេចក្តីជំនឿដោយសារការឮហើយការឮរបស់យើងមិនត្រឹមតែបង្អាក់ទុកទេតែយើងនាំព្រះបន្ទូលដ៏មានអំណាចនៃព្រះអង្គទៅដល់មនុស្សឯទៀតដើម្បីអាចឲ្យគេបានជឿដែរអញ្ចឹងព្រះអង្គបានរាប់យើងជាមនុស្សដែលមានពរអញ្ចឹងពេលដែលយើងដែលព្រះអង្គផ្ដល់សេចក្តីជំនឿនេះមួយមានន័យថាឲ្យបងប្អូនទុកចិត្តទៅលើផែនការរបស់ផងព្រះអង្គទុកចិត្តទៅលើពេលរបស់ផងព្រះទុកចិត្តទៅលើការដែលព្រះអង្គនឹងធ្វើសម្រាប់ជីវិតរបស់អ្នកបងប្អូនបើនៅថ្ងៃនេះបងប្អូនមានអ្វីមួយដែលបងប្អូនចង់និយាយទៅកាន់ព្រះអង្គបងប្អូនមានអ្វីមួយដែលបងប្អូនចង់សុំព្រះអង្គហើយនៅថ្ងៃនេះបើបងប្អូនចង់មានអ្វីមួយឲ្យព្រះអង្គដកចេញអំពីជីវិតរបស់យើងចូលចាប់ផ្ដើមសេចក្តីជំនឿហើយជឿហើយប្រកាសថាភ្នំនឹងរើចេញពីជីវិតរបស់យើងហើយភ្នំនៃព្រះពរក៏នឹងបង្ហូរមកដល់យើងហើយព្រះពរដែលមិនមានអ្វីដែលអាចនឹងបង្អាក់ឬក៏ទប់ឬក៏ទប់ស្កាត់ក៏នឹងហូរមកដល់យើងដែរនៅពេលដែលយើងមានសេចក្តីជំនឿយើងប្រកាសដោយជឿថាព្រះអង្គគង់នៅជាមួយយើងព្រះអង្គធ្វើការជាមួយយើងព្រះអង្គប្រទានពរឲ្យយើងព្រះអង្គផ្ដល់ជីវិតឲ្យយើងតើនរណាម្នាក់អាចនឹងទោះប្រឆាំងដល់មនុស្សដែលព្រះអង្គបានរើសតាំងអាមែនតើទុកលំបាកសេចក្តីខ្វះខាតសេចក្តីវេទនាតើអាចមានអ្វីដែលអាចនឹងធ្វើមកទុកមកយើងបានពីព្រោះយើងមានព្រះបន្ទូលរបស់ព្រះអង្គហើយយើងមានព្រះអង្គដ៏ធំជាងអំណាចនិងបច្ចេស្តាខ្ញុំពេញចិត្តពាក្យដែលស្ដេចដាវីតគាត់បាននិយាយទៅកាន់កូលយ៉ាតថាម៉េចព្រះរបស់ខ្ញុំព្រះអង្គមិនអន់នោះទេអាមែនព្រះនៃខ្ញុំ
ព្រះអង្គនឹងច្បាំងជំនួសខ្ញុំអាមែនចឹងថ្ងៃនេះនៅពេលដែលបងប្អូននិយាយទៅកាន់បញ្ហាបងប្អូននិយាយទៅកាន់ទុក្ខលំបាកបងប្អូននិយាយទៅកាន់ការខ្វះខាតបងប្អូនថាព្រះនៃខ្ញុំព្រះអង្គមិនអន់នោះទេអាមែនព្រះនឹងបញ្ចេញអំណាចដើម្បីនឹងស្ដារបងប្អូនដើម្បីឲ្យបងប្អូនយ៉ាងម៉េចបានប្រសើរឡើងនៅក្នុងព្រះគុណនិងសេចក្តីសុចរិតរបស់ព្រះអង្គដោយគ្រាន់តែបងប្អូនមានជំនឿហើយបងប្អូនជឿទៅលើព្រះបន្ទូលរបស់ព្រះអង្គនោះការគ្រប់យ៉ាងដែលជាការល្អនឹងកើតឡើងសម្រាប់បងប្អូនដែលបានមានវត្តមាននៅទីនេះអាមែនមិនថែមតែផ្ដល់សេចក្តីជំនឿទេស្លាយបន្ទាប់ក៏បានបញ្ជាក់ប្រាប់យើងថាចិញ្ចឹមអាមែនព្រះបន្ទូលរបស់ព្រះអង្គឬក៏អំណាចនៃព្រះបន្ទូលព្រះអង្គគឺចិញ្ចឹមមិនត្រឹមតែផ្ដល់សេចក្តីជំនឿតែប៉ុណ្្នឹងទេនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក4ខ4តែទ្រង់មានបន្ទូលតបថាមានសេចក្តីចាញ់ទុកមកដូច្នេះមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ព្រះមកដែរអាមែនចឹងថ្ងៃនេះព្រះអង្គក៏នឹងបំពេញឲ្យអ្នកបងប្អូនដោយប្រពោខាងឯសាច់ឈាមហើយព្រះអង្គក៏នឹងប្រទានពរទៅដល់បងប្អូនខាងពលឹងវិញ្ញាណដូចគ្នាពីព្រោះបងប្អូនទាំងគ្នាបានយកព្រះបន្ទូលព្រះអង្គធ្វើជាខែលធ្វើជាដាវដើម្បីនឹងការពារជីវិតរបស់យើងទាំងអស់គ្នាកុំឲ្យយើងសង្វាតបានតែឯខាងសាច់ឈាមឬក៏យើងគិតថាអូបើខ្ញុំអត់មានអាទាំងអស់ហ្នឹងទេខ្ញុំប្រហែលជាស្លាប់ទេបើខ្ញុំអត់ប្រឹងធ្វើទេខ្ញុំប្រហែលជាវេទនាអត់ទេបងប្អូនបើបងប្អូនគ្មានព្រះបងប្អូនប្រឹងធ្វើបងប្អូនក៏នៅតែហត់នឿយហើយពេលដែលបងប្អូនទទួលបានលទ្ធផលមែនក៏ប៉ុន្តែទីបំផុតបងប្អូនក៏មិនបានសោយសោកនៅក្នុងអ្វីដែលបងប្អូនបានធ្វើដែរក៏ប៉ុន្តែបើបងប្អូនបានធ្វើនៅក្នុងព្រះអង្គម្ចាស់បងប្អូននឹងរីករាយដោយសេចក្តីសង្ឃឹមទាំងសាច់ឈាមហើយនឹងពលឹងវិញ្ញាណផងដែរមានន័យថាពេលដែលបងប្អូនបានធ្វើអ្វីមួយដោយរួមជាមួយនឹងព្រះគ្រីស្ទអនុញ្ញាតឲ្យព្រះអង្គធ្វើការក្នុងជីវិតរបស់យើងហើយយើងធ្វើតាមរយៈការដែលព្រះអង្គដឹកនាំយើងខ្ញុំជឿថាបងប្អូននឹងមិនហត់នឿយទេបងប្អូននឹងមានកម្លាំងឡើងដូចជាឥន្ទ្រីអញ្ចឹងអាមែនពីព្រោះអីកន្លងទៅយើងធ្វើដោយខ្លួនឯងពេលដែលយើងពិបាកយើងផ្លិចចូលទៅក្នុងដំណាក់នៃការអធិដ្ឋានពេលដែលយើងពិបាកយើងផ្លិចចូលទៅក្នុងដំណាក់នៃការដែលអានព្រះបន្ទូលព្រះអង្គដើម្បីឲ្យយើងមានកម្លាំងចិត្តយើងប្រហែលជាគិតថាអូបើខ្ញុំធ្វើមិនទាន់ទេខ្ញុំព្រួយបារម្ភខ្ញុំធ្វើមិនកើតទេខ្ញុំចេះខ្ញុំចោលក៏ប៉ុន្តែបងប្អូនសង្កេតមើលបើសិនជាយើងអត់យកអ្វីដែលរួមជាមួយព្រះអង្គទៅធ្វើទេឬក៏អនុញ្ញាតឲ្យព្រះអង្គធ្វើការទេខ្ញុំជឿថាបងប្អូនហត់ខ្ញុំចាយពេល4ឆ្នាំបងប្អូន4ឆ្នាំដែលខ្ញុំប្រឹងដោយកម្លាំងខ្លួនឯងគិតតែម្នាក់ឯងសំបីតាពេលខ្លះខ្ញុំអត់សូវហ៊ានប្រាប់ប្រពន្ធខ្ញុំទេខ្ញុំព្យាយាមដោះស្រាយដោយខ្លួនឯងក៏ប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺការវាន់ជំពាក់ចម្ពិនដូចជាខ្សែអំបោះចឹងតោះណានៅពេលមួយដែលខ្ញុំចាប់ផ្ដើមរកចម្លើយឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គថាម៉េចព្រះបន្ទូលរបស់ព្រះអង្គតិចទៀតខ្ញុំនឹងសម្រាយកន្លែងហ្នឹងហើយព្រះបន្ទូលព្រះអង្គនៅក្រោយហ្នឹងដែរពីព្រោះខ្ញុំធ្វើដោយភាពងងឹតគិតបញ្យល់អំពីអ្វីដែលព្រះអង្គទាំងដែលខ្ញុំស្គាល់ព្រះបន្ទូលព្រះអង្គហើយទាំងដែលខ្ញុំដឹងថាព្រះអង្គគ្រប់គ្រងតែខ្ញុំនៅតែធ្វើដោយកម្លាំងញើសឈាមអញ្ចឹងខ្ញុំចាយពេល4ឆ្នាំដែលខ្ញុំធ្វើគឺពិតជាមានការពិបាកអញ្ចឹងហើយបាននៅថ្ងៃនេះខ្ញុំចង់ប្រាប់ថាអ្វីដែលយើងរស់មិនមែនដោយសារតែអ្វីដែលយើងខំធ្វើឬក៏មហូបអាហារឬក៏នំប៉័ងទេក៏ប៉ុន្តែអ្វីដែលប្រសើរអ្វីដែលគ្រប់លក្ខអ្វីដែលអស្ចារ្យនោះគឺគ្រប់ទាំងព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គបានមានបន្ទូលហើយយើងជឿយើងទុកចិត្តយើងអនុញ្ញាតហើយយើងធ្វើដោយមានព្រះអង្គដែលគង់ក្នុងទូកជាមួយយើងដូចបទចម្រៀងមួយដែលគេច្រៀងដែលខ្ញុំក្មេងៗណាព្រះអង្គគង់ក្នុងទូកតែយើងមានអីបារម្ភណាអញ្ចឹងពេលដែលយើងមានព្រះបន្ទូលរបស់ព្រះអង្គព្រះបន្ទូលរបស់ព្រះអង្គនឹងចិញ្ចឹមបងប្អូនពីព្រោះព្រះបន្ទូលថាយ៉ាងម៉េចគឺរស់ដោយគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះរបស់ព្រះអស់ព្រះមកដែរអាមែនបើយើងមានជីវិតយើងមានសាច់ឈាមយើងមកដល់ពេលនេះក៏យើងរួមជាមួយនឹងព្រះបន្ទូលដែលព្រះបន្ទូលព្រះអង្គបង្កើតយើងកើតឡើងដែរអាមែនបន្តទៀតយើងមើលជាមួយគ្នាមិនត្រឹមតែចិញ្ចឹមយើងទេធ្វើអីគេសម្អាតតោះនិយាយជាមួយគ្នាសម្អាតនៅថ្ងៃនេះអ្វីដែលបងប្អូនជឿព្រះអង្គបងប្អូនទទួលបានការជំនួយទឹកបងប្អូនទទួលបានការថ្វាយខ្លួនអញ្ចឹងគឺព្រះអង្គបានសម្អាតយើងឲ្យបានស្អាតហើយការដែលស្អាតនោះឯងនៅក្នុងព្រះគម្ពីរអេផេសូចំពុក5ខ26គឺយើងបានលាងសម្អាតដោយទឹកហើយទឹកនោះឯងគឺជាព្រះបន្ទូលរបស់ព្រះអង្គអញ្ចឹងពេលដែលយើងជឿព្រះអង្គយើងអត់នៅដដែលទេ
ហើយខ្ញុំជឿនៅលើឃ្លានេះនៅពេលដែលខ្ញុំជឿព្រះអង្គខ្ញុំអត់នៅតែដដែលទេពីមុនបើនិយាយទៅលោកគ្រូសីហាអ្នកគ្រូធីរីនៅទីនេះខ្ញុំជឿថាគាត់យល់ពីខ្ញុំច្រើនខ្ញុំជាមនុស្សមិនខ្វះយោបល់ខ្វះប្រាជ្ញាហើយបើឃើញភ្ញៀវបរទេសមកវិញម៉ាំងប្រុចក្នុងបន្ទប់អត់ហ៊ានទេអត់ហ៊ាននិយាយជាមួយគេអត់ហ៊ានដោយសារយើងវាខ្វះខាតនៅចំណេះដឹងហើយមានរឿងច្រើនទៀតហើយអត់សូវមានភាពក្លាហានទេក៏ប៉ុន្តែនៅពេលដែលចាប់ផ្ដើមទុកចិត្តជឿទៅលើព្រះបន្ទូលរបស់ព្រះអង្គអនុញ្ញាតឲ្យព្រះបន្ទូលព្រះអង្គធ្វើការអូមានវោហាមានបញ្ញាហើយក៏អាចនឹងឡើងដើម្បីនឹងលើកទឹកចិត្តបងប្អូនទាំងអស់គ្នាផងដែរអាមែនអាមែនទេចឹងបើសិនជាបងប្អូនត្រូវបានព្រះបន្ទូលលាងសម្អាតខ្ញុំជឿថាបងប្អូននឹងបានបរិសុទ្ធឡើងបងប្អូននឹងក្លាយជាមនុស្សថ្មីជាមនុស្សដែលព្រះរាប់ជាមនុស្សដែលមានពរអាមែនចង់ធ្វើជាមនុស្សដែលមានពរទេចឹងយើងមានព្រះបន្ទូលព្រះអង្គថាយ៉ាងម៉េចនៅមនុស្សដែលមានពរកុំឲ្យយើងអង្គុយឬក៏ឈរនៅក្នុងចំណោមមនុស្សដែលប្រព្រឹត្តបាបអាមែនបើបងប្អូនចង់មានពរគុំទៅប្រព្រឹត្តគ្រឿងញៀនបើបងប្អូនចង់បានពរគុំទៅឆ្លោះគ្នាកាត់ចាក់គ្នាសម្អប់គ្នាឆ្លៀតនេះគ្នាអាមែនពីព្រោះព្រះបន្ទូលព្រះអង្គបានលាងឲ្យបងប្អូនបានស្អាតដោយសារទឹកគឺជាព្រះបន្ទូលរបស់ផងព្រះជាម្ចាស់រួចហើយបងប្អូនត្រឡប់ទៅជាមនុស្សដែលមានភាពចៅរាវរយៈបងប្អូនត្រឡប់ទៅជាមនុស្សដែលមានគេហៅថាសេចក្តីសប្បុរសបងប្អូនខ្លាយទៅជាមនុស្សដែលមានសេចក្តីស្រឡាញ់បងប្អូនខ្លាយទៅជាមនុស្សដែលមានការចែករំលែកបងប្អូនខ្លាយទៅជាមនុស្សដែលចេះសួរសុខទុក្ខនិងទំនាក់ទំនងល្អនៅជាមួយមនុស្សដែលនៅជុំវិញខ្លួនយើងនេះឯងជាអ្វីដែលព្រះអង្គចង់ឲ្យយើងបង្ហាញអំពីភាពជាគ្រីស្ទបរិស័ទអាមែនមិនមែនជាមនុស្សដែលក្តៅក្រហាយកំហឹងលោឡាទេពីព្រោះព្រះអង្គដកអស់ហើយព្រះអង្គមានបន្ទូលនៅក្នុងកាឡាទីបានថាម៉េចចូលឲ្យយើងដកសេចក្តីកំហឹងក្តៅក្រហាយជូរល្វីងជូរចត់អីហ្នឹងចេញតែអ្វីដែលយើងមកវិញឯគេគឺផលផ្លែរបស់ផងព្រះវិញ្ញាណអាមែនបន្ទាប់ចំណុចបន្តទៀតយើងមើលបន្ទាប់ពីសម្អាតអីគេនាំមកនៅការបំបែកឧបសគ្គសូមមើលនៅក្នុងព្រះគម្ពីរលូកាចំពុក5ខ5មានព្រះបន្ទូលថាស៊ីម៉ុនទូលឆ្លើយថាលោកគ្រូអើយយប់មិញយើងខ្ញុំបានខំដឹកអួនតបភ្លឺគ្មានបានអ្វីសោះតែខ្ញុំនឹងទម្លាក់អួនតាមពាក្យលោកមើលអាមែនសូមមើលជាមួយគ្នាពាក្យថាយប់មិញខំដឹកអួនតបភ្លឺហើយគ្មានបានអ្វីសោះពាក្យបន្ទាប់ទម្លាក់អួនតាមពាក្យលោកមើលគឺអ្នកណាព្រះនៃយើងចំណុចដែលខ្ញុំចង់ឲ្យបងប្អូនថាពេលខ្លះយើងស្ថិតនៅក្នុងយប់ដ៏ងងឹតឈឹងដែលយើងខំធ្វើដូចខ្ញុំមិញយើងខំធ្វើក៏ប៉ុន្តែអ្វីទាំងអស់គឺវាជាពាក់ជាពិនដូចអំបោះអញ្ចឹងអត់កន្លែងដោះស្រាយឃើញទេហើយខំធ្វើដោយឯងដោះស្រាយដោយឯងព្យាយាមដោយឯងទីបំផុតអត់បានអីទេបានតែលំបាកបានតែខ្វះខាតបានតែគិតច្រើនបានតែធ្វើឲ្យសុខភាពខ្លួនឯងអត់ប្រសើរឡើងក៏ប៉ុន្តែអ្វីដែលល្អប្រសើរខ្ញុំចង់ឲ្យបងប្អូនហើយនឹងខ្ញុំទាំងអស់គ្នាទម្លាក់តោះនិយាយទាំងអស់គ្នាទម្លាក់អួនអាមែនទម្លាក់អួនគឺជាទុក្ខលំបាកបញ្ហាការកើតឡើងនៅក្នុងជីវិតរបស់យើងដែលបងប្អូនខំស្ពាយបងប្អូនខំធ្វើគ្រប់សពបែបយ៉ាងខំគិតរហូតទៅដល់ខ្លួនឯងចង់ខ្លាចទៅជាមនុស្សដែលមាន depression អីគេហ្នឹងទៅជាវិបត្តិផ្លូវចិត្តទៅជាដេកមិនលួតទៅជាជំងឺទៅជាឡើងជាតិស្ករទៅជាចាស់ទៅជាសង្វាំងភ្នែកទៅជាឈឺទៅជាអីចឹងទៅនឹងថ្ងៃនេះយើងកុំគិតទៀតសូមឲ្យទម្លាក់ឲ្យទុកចិត្តទៅលើពាក្យរបស់ព្រះអង្គតាមពាក្យលោកមើលថាតើនឹងមានអ្វីកើតឡើងបើបងប្អូនមើលបន្តទៀតត្រីចូលពេញអួនអាមែនហើយអាចនឹងហៅអ្នកដែលនៅជុំវិញយើងមកទទួលផលនោះដែរអាមែនគាត់ទៅធ្វើអីគេទម្លាក់ហើយតាមពាក្យរបស់ធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គអាមែនបើថ្ងៃនេះបងប្អូននឹងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គបងប្អូននឹងប្រសើរឡើងបងប្អូននឹងមានជីវិតដ៏ស្រស់ស្រាយមានអំណរមានផលផ្លែមានការបង្កបង្កើតគ្រប់ទាំងរដូវកាលដែលកើតឡើងជាផលសម្រាប់យើងទាំងអស់គ្នាអាមែនទេអញ្ចឹងឈប់បើបងប្អូនមានបញ្ហាបងប្អូនមានទុក្ខលំបាកបងប្អូនមានការខ្វះខាតខ្ញុំមិនមែនឲ្យបងប្អូនថាមិនគិតទេក៏ប៉ុន្តែសូមឲ្យគិតព្រះបន្ទូលរបស់ព្រះអង្គឲ្យធ្វើតាមព្រះបន្ទូលព្រះអង្គឲ្យច្រើនវិញ
ពីព្រោះព្រះបន្ទូលនៅក្នុងព្រះគម្ពីរទំនុកការបានបញ្ជាក់យើងថាម៉េចព្រះអង្គជាអ្នកដែលគង្វាលយើងហើយបើព្រះអង្គគង្វាលយើងព្រះអង្គក៏នឹងដោះស្រាយឲ្យយើងដែរអាមែនដូចកាលពីដែលខ្ញុំចេញទៅអញ្ចឹងខ្ញុំតេមកប្រពន្ធខ្ញុំថាអូនឯងសុំទៅមើលកូនទាដាក់ចំណីកូនទាផងពុទ្ធខ្ញុំថាសួរតែកូនទាហ្នឹងទៅមិនបាច់សួរអូនហើយកូនទេតែតែមិនឲ្យប្រច័នបងជាមួយនឹងទាហ៎ពីព្រោះយើងជាអ្នកដែលមើលថែយើងត្រូវគិតអញ្ចឹងមានន័យថាពេលដែលខ្ញុំទៅនោះទោះបីខ្ញុំទៅឆ្ងាយក៏ខ្ញុំត្រូវរកមើលនរណាម្នាក់ដើម្បីមកផ្ដល់ចំណីទាឬក៏កូនទាដែរទោះបីមនុស្សនៅក្នុងនឹងច្រើនក៏ដោយមែនទេតែនេះជាអ្វីដែលខ្ញុំជាមនុស្សតែព្រះអង្គនៃយើងព្រះអង្គនឹងចាស់ទេវតាដើម្បីមកទំនុកបំរុងបងប្អូនច្រើនជាងដែលខ្ញុំទៅប្រាប់ប្រពន្ធខ្ញុំឲ្យមើលកូនទាទៀតអាមែនព្រះអង្គនឹងចាត់ទេវតារបស់បងប្អូននឹងនាំអំណោយមកដល់បងប្អូនទៀតនឹងផ្ដល់ឲ្យបងប្អូនទៀតបើព្រះអង្គប្រើសត្វបានព្រះអង្គអាចក៏នឹងប្រើមនុស្សដើម្បីឲ្យមកទំនុកបំរុងដែរព្រះអង្គក៏អាចនឹងប្រើមនុស្សឲ្យជួយទៅលើទុក្ខលំបាកបងប្អូនបានដែរអាមែនអញ្ចឹងយើងទម្លាក់ឲ្យយើងជឿទៅលើព្រះបន្ទូលរបស់ផងព្រះអង្គអាមែនឬក៏មិនអាមែនអត់អាមែនទេតោះបន្ទាប់ថាជាមួយគ្នាដាវនៃព្រះវិញ្ញាណចឹងអំណាចនៃព្រះបន្ទូលរបស់ផងព្រះអង្គក៏ជាដាវនៃព្រះវិញ្ញាណផងដែរនៅក្នុងព្រះគម្ពីរអេផេសូចំពោះ6ខ17ចូលយកសេចក្តីសង្គ្រោះទុកជាមួកសឹកនិងដាវរបស់ព្រះវិញ្ញាណនឹងដាវព្រះវិញ្ញាណដែរគឺជាព្រះបន្ទូលយកមកធ្វើអីប្រហែលអ្នកចាំអំពីសាច់រឿងរបស់ផងព្រះអង្គនៅពេលដែលអរិយមកលបួងព្រះយេស៊ូវចាំទេលបួងប្រហែលដងអរិយលបួងព្រះអង្គប្រហែលដង3ដងណាទី1លបួងអីគេថ្មឲ្យទៅជានំប៉័ងព្រះអង្គឆ្លើយថាយ៉ាងម៉េចមនុស្សមិនមែនរស់ដោយសារបាទទី2អរិយលបួងព្រះអង្គដោយអីគេឲ្យលុតចុះពីលើកំពូលព្រះវិហារមែនទេមែនអត់ព្រះអង្គឆ្លើយដោយព្រះបន្ទូលអត់កុំឲ្យលបងលោព្រះនេះឯងអាមែនចុះទី3ឲ្យអំណាចនៃលោកីទាំងមូលដល់ព្រះអង្គថាយ៉ាងម៉េចកុំឲ្យលបងលោព្រះនេះឯងអាមែនចឹងថ្ងៃនេះដែលអរិយលបួងព្រះអង្គទាំង3នេះក៏កើតមាននៅក្នុងជីវិតរបស់យើងដែរតែយើងឃើញព្រះអង្គយកព្រះបន្ទូលព្រះអង្គទៅតតាំងដែលជាដាវព្រះវិញ្ញាណជាព្រះបន្ទូលពេលដែលបងប្អូនខ្វះខាតបងប្អូនត្រូវការថវិកាសូមបងប្អូនឆ្លើយថាមនុស្សមិនមែនរស់ដោយសារតែនំប៉័ងទេបងអីគុណនឹងថាកូនខ្វះខាតគុណនឹងថាកូនពិបាកគុណនឹងថាកូនកំពុងតែទំនុកបំរុងឬក៏អាជីវកម្មកូនកំពុងតែចេះកូនត្រូវការក៏ប៉ុន្តែទូបង្គំមិនមែនរស់ដោយសារទាំងអស់ហ្នឹងតែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអូសរបស់ផងព្រះមកដែរបើការលបងលោដែលកើតឡើងការអូសទាញផ្សេងសូមនិយាយទៅកាន់ទាំងអស់នោះថាកុំឲ្យលបងលោយើងពីព្រោះយើងមានព្រះបន្ទូលរបស់ផងដែលដើរដើម្បីយើងយកអាចទៅធ្វើជាការប្រយុទ្ធប្រឆាំងហើយបើមានការអូសទាញតាមផ្នែកសម្ភារៈនិយមក៏និយាយទៅកាន់ទាំងអស់កុំឲ្យលបងលោអាមែនអាមែនទេចឹងចូលឲ្យយើងទាំងអស់គ្នាយកសេចក្តីសង្គ្រោះទុកជាមួកសឹកនិងដាវរបស់ព្រះវិញ្ញាណគឺជាព្រះបន្ទូលព្រះអង្គដើម្បីឆ្លើយតបបន្តទៀតយើងមើលជាមួយគ្នាព្រះបន្ទូលព្រះអង្គជាអីជាចង្គៀងហើយជាពន្លឺតោះនិយាយជាមួយគ្នាជាចង្គៀងហើយជាពន្លឺខ្ញុំសូមបើកវងកញ្ចក់តិចនៅពេលដែលខ្ញុំនិយាយមុនហ្នឹងខ្ញុំថាជីវិតដែលខ្ញុំប្រឹងខ្លួនឯងខ្ញុំធ្វើដោយខ្លួនឯងខ្ញុំដោះស្រាយដោយខ្លួនឯងខ្ញុំរត់តែចពាក់ចពិនរត់តែខ្វះខាតរត់តែវេទនារត់តែពិបាកក៏ប៉ុន្តែអ្វីគ្រប់យ៉ាងនៅពេលដែលខ្ញុំចាប់ផ្ដើមខ្ញុំដឹងថាពេលដែលអំណាចនៃព្រះបន្ទូលហើយខ្ញុំយកអំណាចនោះមកអនុវត្តនៅក្នុងជីវិតរបស់ខ្ញុំហើយខ្ញុំពឹងទៅលើព្រះបន្ទូលរបស់ព្រះអង្គយកព្រះបន្ទូលព្រះអង្គជាអ្នកដឹកនាំទីបំផុតខ្ញុំមានពន្លឺដែលជាចង្គៀងនេះដើម្បីបំភ្លឺផ្លូវរបស់យើងខ្ញុំទីបំផុតខ្ញុំក៏ចាប់ផ្ដើមមានពន្លឺហើយខ្ញុំដើរចេញអំពីភាពងងឹតដោយជំនឿហើយនឹងការទុកចិត្តហើយទីបំផុតអ្វីដែលខ្ញុំគិតថាมันអាចទៅរួចអ្វីដែលខ្ញុំគិតថាมันអាចទីបំផុតខ្ញុំបានរកឃើញចម្លើយហើយអាចដោះស្រាយនៅក្នុងអ្វីដែលយើងខ្ញុំបានធូរស្រាលខ្ញុំជឿថាលោកគ្រូសីហាគាត់នឹងអាចធ្វើជាស្មោកបន្ទាល់នៅពេលដែលជីវិតរបស់ខ្ញុំតានតឹងជីវិតរបស់ខ្ញុំជពាក់គេច្រើនក៏ប៉ុន្តែទីបំផុត
បើនិយាយទៅលុយសឹងតែ3 ទៅ 4 ម៉ឺនដុល្លារដែលខ្ញុំអត់មានចំណូលណាមួយខ្ញុំអាចនឹងដោះស្រាយបានទេតែខ្ញុំអរគុណព្រះដែលព្រះអង្គប្រទានពរដល់ខ្ញុំតាមរយៈអ្វីជាច្រើនខ្ញុំអត់ដឹងទេក៏ប៉ុន្តែមកដល់ឥឡូវនេះបើតាម total សល់អត់ដល់ 10000 ទេហើយខ្ញុំជឿថាខ្ញុំប្រកាសថានៅក្នុងឆ្នាំក្រោយបន្តទៀតខ្ញុំនឹងបានប្រសើរហើយខ្ញុំជាមួយនឹងគ្រូសីហានឹងអាចចាប់ដៃគ្នាដើម្បីពង្រឹងពន្ធកិច្ចរបស់ផងបន្ថែមទៀតពីព្រោះយើងយកព្រះអង្គជាទីពឹងអាងយកព្រះអង្គជាអ្នកដឹកនាំហើយព្រះអង្គក៏នឹងឲ្យមានព្រះបន្ទូលព្រះអង្គជាជំទាវដើម្បីបំភ្លឺដល់ផ្លូវរបស់យើងទាំងអស់គ្នាអញ្ចឹងបងប្អូនប្របាក់បងប្អូនទុកចិត្តបងប្អូនមានព្រះបន្ទូលព្រះអង្គនឹងធ្វើឲ្យបងប្អូនចេញពីភាពងងឹតអាមែនអាមែនអត់បងប្អូនជឿព្រះបន្ទូលព្រះអង្គអត់សូមមើលជាមួយគ្នានៅ slide បន្ទាប់ដែលជាចំណុចដែលចិត្តចប់ជាមួយគ្នានៅក្នុងរូបភាពខ្ញុំបានប្រើពាក្យចូលស្គាល់ចូលជឿនិងនៅជាប់ក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពីព្រោះជីវិតរបស់យើងនឹងត្រូវផ្លាស់ប្ដូរនៅពេលដែលយើងជឿទុកចិត្តលើសេចក្តីសន្យារបស់ព្រះវិញ្ញាណបរិសុទ្ធនឹងផ្លាស់ប្ដូរជីវិតរបស់យើងម្នាក់ៗផងដែរបងប្អូនមើលរូបកាយរបស់ព្រះអង្គត្រូវគេឆ្កាងបងប្អូនត្រូវតែពិនិត្យពិច័យមើលថាព្រះអង្គយកអ្វីដល់ប្រសើរយកអ្វីដល់ល្អមកបដូរយកភាពកខ្វក់របស់យើងមកអំពើបាបរបស់យើងផ្ដល់ឲ្យយើងដើម្បីឲ្យយើងបានមានសេចក្តីជំនឿហើយឲ្យយើងនៅជាប់សេចក្តីស្រឡាញ់ជាមួយនឹងព្រះជាម្ចាស់ដើម្បីឲ្យយើងបានផ្លាស់ប្ដូរជីវិតរបស់យើងបានប្រសើរឡើងនៅថ្ងៃនេះខ្ញុំក៏ចង់ប្រកាសទៅបងប្អូនយើងមួយចំនួនដែលមានបញ្ហាប្រកាសទៅបងថៃដែលកំពុងតែមានការពិបាកចិត្តក៏ប៉ុន្តែបងត្រូវចាំថាព្រះកំពុងតែនឹងផ្លាស់ប្ដូរជីវិតហើយនឹងក្រុមគ្រួសារបងឲ្យល្អប្រសើរដែរអាមែនអ្នកដែលឮព្រះបន្ទូលថ្ងៃនេះអំណាចនៃព្រះបន្ទូលព្រះអង្គនឹងផ្លាស់ប្ដូរជីវិតរបស់យើងព្រះបន្ទូលរបស់ព្រះអង្គនឹងផ្សះផ្សាយើងព្រះបន្ទូលរបស់ព្រះអង្គនឹងធ្វើឲ្យយើងជាដោយយើងមើលឃើញស្នាមរបួសដែលនៅលើរូបកាយរបស់ព្រះយេស៊ូវអាមែនបន្តទៀតការល្អមកពីព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរអេសាយចំពុក55ខ11មានព្រះបន្ទូលថានោះពាក្យអញដែលចេញពីមាត់អញទៅក៏មិនដែលវិលមកឯអញវិញដោយឥតកើតផលយ៉ាងដូចនេះដែរអាមែនចឹងបើព្រះបន្ទូលព្រះអង្គថាបញ្ចិញ្ចឹមយើងព្រះបន្ទូលព្រះអង្គថាផ្គត់ផ្គង់យើងព្រះបន្ទូលព្រះអង្គផ្ដល់ឲ្យយើងនៅអ្វីមួយនោះនឹងកើតឡើងមានសម្រាប់យើងតើគ្នាអាមែនពីព្រោះមិនវិលមកវិញដែលអត់ប្រយោជន៍ទេបើបងប្អូនអនុញ្ញាតឲ្យព្រះបន្ទូលព្រះអង្គធ្វើការនៅក្នុងជីវិតរបស់យើងនោះយើងនឹងកើតមានអ្វីដែលប្រសើរខ្ញុំមើលកន្លែងនេះឯងពេលដែលខ្ញុំនៅក្នុងភាពងងឹតខ្ញុំនៅក្នុងបន្ទប់ថ្ងៃណាក៏ខ្ញុំនៅក្នុងបន្ទប់ដែរហើយពេលវេលាដែលល្អសម្រាប់ខ្ញុំគឺពេលយប់ជាពេលដែលខ្ញុំអត់ខ្វល់ហើយពេលដែលខ្ញុំអត់គិតពីព្រោះពេលថ្ងៃគេទាគេចេះគេចោះចឹងខ្ញុំពិបាកក៏ប៉ុន្តែពេលដែលខ្ញុំចាប់ផ្ដើមនៅក្នុងងឹតយូរទៅរត់តែធ្វើខ្ញុំស្មុគខ្ញុំអរគុណព្រះដែលអត់ឲ្យខ្ញុំគិតខ្លីខ្ញុំអរគុណព្រះដែលអត់ឲ្យខ្ញុំមានបញ្ហាផ្លូវចិត្តខ្ញុំអរគុណព្រះដែលខ្ញុំអត់អាចនឹងបញ្ចប់ជីវិតរបស់ខ្ញុំបានពាក្យមួយដែលផុសឡើងពាក្យអញដែលចេញពីអញទៅនោះមិនដែលវិលមកវិញដោយមិនអត់បង្កើតផលទេទីបំផុតខ្ញុំក៏ក្រោកឈរឡើងខ្ញុំចោះផ្ដើមចំណាយពេលមួយព្រះអង្គអធិដ្ឋានហើយព្រះអង្គឲ្យខ្ញុំបានថាម៉េចងាកទៅមើលកូនហើយនឹងប្រពន្ធរបស់អ្នកឯងណាកូនហើយនឹងប្រពន្ធគឺជាព្រះពរដែលព្រះអង្គផ្ដល់ឲ្យខ្ញុំជាទីអំណរដែលនៅជុំវិញតុខ្ញុំមានកម្លាំងខ្ញុំថាព្រះអង្គកូនឈប់ពឹងខ្លួនឯងណាពេលដែលខ្ញុំឈប់ពឹងខ្លួនឯងទៅរកព្រះអង្គបញ្ហាធំមកឈឹបមកទៀតក៏ប៉ុន្តែអត់អាចនឹងធ្វើឲ្យខ្ញុំអង្គើបានទេពីព្រោះខ្ញុំដឹងហើយថាព្រះនៃខ្ញុំព្រះអង្គមិនធ្វើការទេអាមែនព្រះនៃខ្ញុំព្រះអង្គមិនដោះស្រាយឲ្យខ្ញុំទេអាមែនព្រះនៃខ្ញុំព្រះអង្គនឹងធ្វើឲ្យមានការផុសផុលកើតឡើងនៅក្នុងជីវិតដែលព្រះអង្គបានហៅខ្ញុំមកមិនឲ្យពិបាកអាមែនពេលដែលខ្ញុំពឹងបងប្អូនចាំថាពេលដែលយើងកំពុងតែទៅរកព្រះអង្គអរិយក៏វាមិនសប្បាយចិត្តដែរពីព្រោះវាអត់ចង់ឲ្យយើងទៅរកជីវិតដ៏ពេញបរិបូរណ៍នៅក្នុងព្រះអង្គទេតែវាចង់ឲ្យយើងនៅក្នុងឋិតនៅក្នុងការវិនិច្ឆ័យរបស់ផងវាអាមែនតែព្រះនៃយើងព្រះអង្គស្ដារព្រះអង្គហៅព្រះអង្គនាំយើងអញ្ចឹងហើយបានខ្ញុំថាយ៉ាងម៉េចការល្អមកពីព្រះជាម្ចាស់ព្រះអង្គឲ្យយើងនៅប្រពោដ៏បរិបូរណ៍ហូរហៀជីវិតដ៏ពេញបរិបូរណ៍អាមែនសូមព្រះបានប្រទានពរទៅដល់អ្នកបងប្អូនស្លាយបន្ទាប់ពាក្យមួយដែលខ្ញុំបាននិយាយនៅក្នុងរូបភាពសូមឲ្យបានសម្រេចតាមជំនឿរបស់អ្នកចោះអាមែនតោះសូមដាក់ដៃមកលើយើងសូមឲ្យអីគេសម្រេចតោះសូមឲ្យបានសម្រេចតាមជំនឿ
របស់ខ្ញុំដែលមានព្រះគ្រីស្ទគង់ជាមួយយើងនឹងមិនភ័យព្រួយអាមែនសូមទះដៃអរគុណព្រះអង្គទាំងអស់គ្នាតោះសូមអធិដ្ឋានថ្វាយព្រះបន្ទូលព្រះអង្គជាមួយគ្នាបិតាជាម្ចាស់នៃយើងខ្ញុំព្រះអង្គឲ្យគុណអរគុណព្រះអង្គដែលព្រះអង្គបានឲ្យទូលបង្គំមានឱកាសដើម្បីនឹងឡើងមកចែកចាយអំពីប្រធានបទអំណាចនៃព្រះបន្ទូលរបស់ព្រះអង្គដែលមានអត្ថប្រយោជន៍7យ៉ាងដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានអំណរនិងមានសេចក្តីជំនឿកាន់តែខ្លាំងឡើងគុណសូមថ្វាយព្រះបន្ទូលនេះសម្រាប់ក្រុមគ្រួសារក៏ដូចជាទូព្រះបង្គំនិងបងប្អូនដែលមានវត្តមានទៅនេះដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអង្គបានធ្វើការហើយក៏ឲ្យព្រះបន្ទូលព្រះអង្គពុពេញដោយអំណាចនោះបានផ្លាស់ប្រែពួកគាត់ឲ្យខ្លាចជាអ្នកដែលទុកចិត្តនិងជឿតាមទៅព្រះបន្ទូលរបស់ព្រះអង្គគុណសូមថ្វាយនៅក្នុងព្រះនាមព្រះម្ចាស់គឺព្រះយេស៊ូវគ្រីស្ទអាមែនសូមព្រះប្រទានពរទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទអាមែន